nàyរបៀបយើងចង់ save តា file ឧទាហរណ៍ថាយើងចង់ save តា file នេះហើយ file ហ្នឹងយើងអត់ save ឲ្យយើង save តា file នេះចឹងដើម្បី save បានយើងប្រើ command WB ហើយចុច enter បន្ទាប់ពីចេញអញ្ចឹងហើយកន្លែងនេះគេឲ្យយើងរើសຂະຫນាតមីលីម៉ែត្រមកកន្លែងនេះយើងចង់ save ដាក់ហ្នឹងអីឧទាហរណ៍ថាខ្ញុំសរសេរ save ដាក់ក្នុង document ហើយដាក់SketchUp ខ្ញុំដាក់ SketchUp sketch SketchUp for midterm អត់ចេះសេផងអូខេចំនេះសេខ្មែរសេអត់ត្រូវទេ midterm SketchUp for តែមកទៀតកន្លែងទៅហ្នឹងយើងបដូរ version ដោយសារ AutoCAD ខ្ញុំវាធំហើយអញ្ចឹង2024 version 2017យើងត្រូវដូរពី version ទៅ2013ដែរនេះ2024ហើយយើងមិនដូរ version ទេតែពីហ្នឹងមកយើងចុច save តែចុច save ហើយ file នេះដែលយើងបាន save ដល់មិញហើយចុច OK វាចេញវាឲ្យ select file ទៅWBដាក់នឹងតាមមិនសង់ទីម៉ែត្រ stop ឡើងនេះ SketchUp for ចំមានប៉ុន្តែមិនវា save អត់បានអញ្ចឹងមិនវា save ទៅទាំងអស់ SketchUp for ចំមានមួយចុះនេះចុចយក select object សិនថាខ្ញុំយក file នេះមួយហើយ file នេះមួយទៀតអានេះមួយទៀតនេះមួយទៀតតមកយើងប៉ុណ្ណឹងហើយយើងចុច enter តើ enter យើងបានហើយអញ្ចឹងយើងមានអីទេយើងចុច OK ទៅវាសេឲ្យ lock previewing នេះសេបានហើយយើងទៅមើល file យើងដែលយើងសរសេរដាក់នេះ SketchUp for ចំមានមួយអញ្ចឹងយើងមើលគ្នាមើលmình sẽដាក់ setup desktop ឯង SketchUp for ចំមានមួយយើងទៅបើកក្នុង AutoCAD មកវាឃើញប្លង់ប៉ុន្មានប្លង់ដែលយើងបានសម្រេចមិញដូចជា5ប្លង់ហើយអញ្ចឹងយើងចូលទៅមើលសិនចូល AutoCAD សិនopen file មិញនៅក្នុង desktop នេះយើងសេចុងក្រោយមិញទៅមើលនេះ file ដែលយើង save មិញមានតែប្រហែលនេះទេសារយើងចង់បាន file តែប្រហែលហ្នឹងចុច no មកយើងចូលទៅក្នុង SketchUp ហ្នឹងយើងសុំដាក់នេះសិនតែមកខ្ញុំចូលទៅក្នុងណា SketchUp ចាំតិចវាពងដើរចេញហើយទៅចូល SketchUp ហើយយើងយកຂະຫນាតមីលីម៉ែត្រនេះជឿចេញជាຂະຫນាតមីលីម៉ែត្រហើយចុច agree តមកទៀតយើងចុច import file យើងចូលចុចយក import ចាំតិចវាពងអត់សូវដើររៀងខៀនតិចយក desktop ទៅមកយកអាហ្នឹងយ៉ាសាថ្មីអត់យូរហើយអានេះសារយើង import មកវាអាចអត់ត្រូវຂະຫນាត
อย่าត្រូវขนาดវាអាចអត់ត្រូវຂนาดសាថ្មីចុច no ចុច sketch ម្ដងទៀត millimeter file ចុច import ចាំតិចវាពុំដើរតែមកយកឆមមាសអូមិនវាដាក់ទៅវាចូលទាំងមកអត់ទេអត់យល់ទេសាថ្មីចាស់ខ្ញុំចូលលេអាវ sorry យើងចូល search app អញ្ចឹងមកយើងคลิก mouse ស្ដាំសិនអូមិនចឹងមិនដាក់ទៅវាចូលទាំងមកនេះយើងឲ្យវាចេញទៅហើយយើងកុំទៅចុចអីកុំទៅចុច import ចុច option សិនហើយបន្តមកទៀតយើងសេរីຂະຫນាតនេះយើងសេរីຂະຫນាត millimeter មកប៉ុណ្ណឹងហើយហើយចុច OK ទៅតែមកយើងចុច import តែនឹងបានត្រូវຂະຫນាតយើងចុច close មកនេះមកយើងសាកតេស្តមើលវាត្រូវຂະຫນាតឥឡូវយើងតេស្តជើងអក្សរយើងសិនយើងចាប់ dimension មើលមកបាន205តែសិនយើងចូលទៅ OCAD យើងទៅមើលជើងអក្សរយើងខ្លងមួយណានេះអាមុនគេ205នេះអានឹងយើងវាស់ dimension មើលមកត្រូវអត់អូ200តែ200មិនចឹង205ហើយខ្ញុំវាស់ចាប់ពីណាខ្ញុំយកចាប់ពីចុងនេះខ្ញុំ delete នេះចាប់ពីចុងនេះអត់ចុងនេះចុងនេះមកចុងនេះមកអូខេ200ត្រូវហើយdelete វាចោលប៉ុណ្ណឹងឯងអស់ហើយចាវាក៏ត្រូវ e មកវិញយ៉ានេះអស់តែប៉ុណ្ណឹងឯងរបៀប import ប្លង់ចូលគឺអស់ហើយ